ការរកចំណូលតាមប្រព័ន្ធបណ្ដាញសង្គមមិនថា Facebook មិនថា YouTube អីទេឬក៏ TikTok អីទេបច្ចុប្បន្នកាលគឺទូលំទូលាយហើយណាអ្នកណាក៏អាចធ្វើបានដែរអញ្ចឹងហើយមានបងប្អូនគាត់ចែកម្លែកច្រើនเนาะចែកម្លែកប្រាប់អីចំច្រើនមែនតែនតាម YouTube ក៏មានតាម Facebook ក៏មានប៉ុន្តែអាស្រ័យទៅលើយើងទេថាយើងចង់សិក្សាស្រាវជ្រាវដោយខ្លួនឯងឬក៏យើងចង់រៀនមានគ្រូមានក្រុមអានោះអាស្រ័យទៅលើចំណង់ចំណូលចិត្តនិងទេពកោសល្យរបស់យើងដែរព្រោះអីពេលខ្លះដែលយើងចូលរៀនក៏មិនប្រកាសថារៀនទៅចេះ 100% ដែរបើសិនជាយើងអត់ធ្វើហើយយើងអត់មានចំណង់ចំណូលចិត្តទៅលើការធ្វើរកចំណូលតាមព័ត៌មានសង្គមដោយសារតែឃើញគេធ្វើចង់ធ្វើតាមគេណាមានបងជាច្រើនណោះដែលគាត់ចូលរៀនមួយខ្ញុំក៏អញ្ចឹងដែរគាត់គ្រាន់តែចូលរៀនហើយគាត់ចោះឈ្មោះហើយគាត់អត់ធ្វើទេគាត់ថាគាត់អត់ធ្វើទេគាត់គាត់ចង់ដឹងថាគេធ្វើមិនអីមិនអញ្ចឹងទៅណាអញ្ចឹងស្ដាយលុយដែលគាត់វិនិយោគទុនមែនតើប៉ុន្តែមានបងមួយចំនួនតូចទៀតដែលគាត់ចោះឈ្មោះចូលរៀនហើយគាត់ធ្វើគាត់បានផលគាត់ធ្វើទៅបានផលហើយគាត់ថាពេលដែលយើងរៀនទៅវាចំណេញពេលដែរចាទី1គឺចំណេញពេលវេលាយើងអត់ចាំបាច់ហត់ទៅសិក្សាស្រាវជ្រាវខ្លួនឯងទី2គឺយើងមានទីប្រឹក្សាឆ្ងល់អីសួរនឹងបានគ្រប់ពេលទី3យើងមានការ support ដោយសារតែនៅប្រទេសខ្មែរអត់បើកឲ្យរកលុយ 100% អញ្ចឹងកងបរទេស VPN admin បរទេសអីយើងរៀនទៅគ្រូជួយ support អីដែរចាណាអញ្ចឹងវាស្រួលនៅចំណុចហ្នឹងហើយទី4គឺយើងវាមិនងាយដួលដោយសារអីគេនឹងប្រាប់យើងពីបទពិសោធន៍ដែលគេធ្លាប់ធ្វើអញ្ចឹងទៅចាដូចខ្ញុំអញ្ចឹងខ្ញុំចេះអីខ្ញុំប្រាប់នឹងបទពិសោធន៍ខ្ញុំមិនថាបរាជ័យជោគជ័យអីទេចាប៉ុន្តែបើសួរថាសិស្សគាត់ធ្វើទៅបានលុយពាន់គ្រប់គ្នាទេអ្នកខ្លះរយអ្នកខ្លះកាក់សេអ្នកខ្លះពាន់អីទៅតាមសមត្ថភាពរបស់គាត់ដែរគ្រូជួយ 50% សិស្សគាត់ធ្វើខ្លួនឯង 50% ចាហើយពេលខ្លះពឹងលើសំណាងទៀតហើយពឹងលើការតស៊ូរបស់គាត់ដែរព្រោះឯអ្នកខ្លះគាត់អត់មានចំណង់ចំណូលចិត្តផងណាគាត់ឃើញគេធ្វើគាត់ឃើញតែទឹកលុយពាន់គាត់ចង់បានទឹកលុយពាន់តែគាត់ហ្នឹងអត់ស្រឡាញ់ទេគាត់អត់ស្រឡាញ់ក្នុងការធ្វើការរកចំណូលតាមព័ត៌មានសង្គមឬក៏ការលេង Facebook អីហ្នឹងទេគឺគាត់អត់ស្រឡាញ់ទេចាគាត់អត់មានចំណង់ចំណូលចិត្តក្នុងការផលិត content ចាអត់មានពេលវេលាអីធ្វើអញ្ចឹងទៅអ្នកខ្លះអត់មានពេលវេលាធ្វើតែគាត់មានចំណង់ចំណូលចិត្តគាត់មានការតស៊ូគាត់ប្រាប់ខ្លួនឯងថាគាត់នឹងធ្វើឲ្យបានអញ្ចឹងទៅចាគាត់ចង់ឈ្នះខ្លួនឯងអញ្ចឹងទៅគាត់ធ្វើឲ្យបានប្រកបតែគ្រូប្រាប់ទៅគាត់ធ្វើតាមទៅប្រកបជាដល់ទីហើយអាចនឹងដល់ទីលឿនជាងយើងធ្វើម្នាក់ឯងហើយមួយវិញទៀតពេលដែលយើងរៀនមានគ្រូមានក្រុមក៏ល្អដោយសារអីបើសិនយើងធ្វើម្នាក់ឯងឆាប់បាក់ទឹកចិត្តណាលើវិស័យហ្នឹងបើសិនយើងរៀនមានគ្រូមានក្រុមអីជាចាប់ដៃមានក្រុមអីចឹងទៅគឺយើងដើរជាមួយនឹងក្រុមមនុស្សវិជ្ជមានណាវិជ្ជមានយ៉ាងម៉េចដោយសារគេរកចំណូលតាមព័ត៌មានសង្គមដែរអញ្ចឹងហើយគេមិនងាយបាក់ទឹកចិត្តទេអញ្ចឹងគេមានកម្លាំងចិត្តណាចង់និយាយធ្វើអីក៏ដោយមានកម្លាំងចិត្តណាមានកម្លាំងជំរុញ1 2 3 4 5ទៀតមកចា100 200អ្នកអញ្ចឹងសិស្សនៅក្នុងក្រុមខ្ញុំជិត300អ្នកឯងនឹងឲ្យចំនួនថ្មីចាប៉ុន្តែខ្ញុំអត់ចង់សង្កត់ធ្ងន់ទៅលើការរៀនទេយើងធ្វើខ្លួនឯងក៏អាចជោគជ័យបានដែរគ្រាន់តែថាបងត្រូវតែដឹងរៀនមិនរៀនអាស្រ័យលើយើងបើរៀនយើងអស់លុយហើយព្រោះរៀនអីក៏ដោយយើងវិនិយោគទុនគេថាដាក់ទុនលើគ្រូក្បាលប៉ុន្តែអាស្រ័យលើយើងធ្វើអត់កុំឲ្យចំណាយលុយហើយយើងអត់ធ្វើទៀតណាចំណាយលុយហើយយើងអត់ធ្វើអញ្ចឹងយើងសួរសិនថាយើងចំណាយលុយហើយយើងធ្វើយើងចង់វិនិយោគទុនហើយយើងចង់បានលទ្ធផលត្រឡប់ទៅវិញអត់ចាព្រោះអីតាគ្រូតែសួរដល់ខ្ញុំអញ្ចឹងសួរខ្ញុំតាម Telegram ក៏បានតាមឆាតក៏បានណាសួរផ្ទាល់ក៏បានសួរក្នុងក្រុមក៏បានខ្ញុំប្រឹក្សារហូតហើយខ្ញុំមានក្រុមការងារខ្ញុំនៅប្រទេសខ្មែរក្រុមគ្រួសារខ្ញុំក៏ចាំជួយឆ្លើយតបនៅក្នុងក្រុមទៀតចាបើខ្ញុំឆ្លើយអត់ទាន់គាត់ជួយឆ្លើយទៀតបើសិនអាម៉ោងខុសគ្នាគាត់ជួយឆ្លើយខ្ញុំទៀតចាមាន admin អីគាត់ជួយឆ្លើយក្នុងក្រុមទៀតហើយអញ្ចឹងហើយអាស្រ័យលើសិស្សហើយតែគាត់ធ្វើអត់ជួនកាលទៅគាត់រៀនគាត់បងលុយហើយគាត់អត់ធ្វើផងហ្នឹងអញ្ចឹងឲ្យយើងជួយគាត់យ៉ាងម៉េចចាព្រោះអីនៅណែគឺអត់ចេះអីសោះក៏បរៀនបានដែរឲ្យតែគាត់មានចំណង់ចំណូលចិត្តណាព្រោះអីគេចាយលុយណាគាត់ចាយលុយមិនងាយរកបានទេគាត់ចាយលុយយើងត្រូវតែចាយពេលវេលាក្នុងការបរៀនពួកគាត់ចាហើយនិយាយទៅពី support វិញសំណប់ចិត្តឲ្យតាំងពីមុនគ្រប់កោការនិងក្រោយគ្រប់កោការរកលុយបានហើយក៏នៅតែ support ទៀតដែរអញ្ចឹងខ្ញុំសង្កត់ធ្ងន់ម្ដងទៀតណារៀនមិនរៀនក៏មិនអីដែរអាស្រ័យលើយើងទេព្រោះតែរៀនអស់លុយហើយរៀនអីក៏ដោយក៏អស់លុយដែរតោះតែយើងសិក្សាស្រាវជ្រាវចំណាយពេលវេលាមើលខ្លួនឯងតាម YouTube តាម Facebook តាមការចែករំលែកបច្ចុប្បន្នកាលមានបងប្អូនយើងក៏ចែករំលែកទូលំទូលាយណាស់ចាទូលំទូលាយណាស់អញ្ចឹងមុននឹងយើងយកលុយមកដាក់វិនិយោគໄວមួយយើងសួរខ្លួនឯងសិនថាខ្ញុំត្រូវដាក់តាំងមិនគោលដៅមិនខ្ញុំប្រាប់សិស្សខ្ញុំឲ្យ3ខែនោះសម្រាប់ធ្វើទៅចាមិនថាការកាត់តវីដេអូ review reaction ណាការធ្វើផលឲ្យបានទៀងទាត់អីអញ្ចឹងព្យាយាមមួយថ្ងៃឲ្យបាន3ទៅ5វីដេអូអីគឺជំរុញខ្លួនឯងដាក់គោលដៅឲ្យខ្លួនឯងផងណាវោគ្រូប្រាប់ឲ្យគ្រូបញ្យល់គ្រូបង្ហាញឲ្យប្រាប់ពីគ្រប់យ៉ាងអស់ឲ្យតែសិស្សអត់ធ្វើនេះអញ្ចឹងឲ្យតាគួរគិតបែបមិនចាអញ្ចឹងមុននឹងចំណាយដើមទុនត្រូវតែគិតមើលណាព្រោះឯការរកចំណូលតាមព័ត៌មានសង្គមបច្ចុប្បន្នកាលអ្នកណាក៏អាចធ្វើបានដែរអត់មានផ្ដោតទៅលើវ័យទៅលើភេទទៅលើអាយុទៅលើអីទេចាហើយបើសិនជាយើងធ្វើត្រូវគឺល្បីដោយខ្លួនឯងចាហើយសំខាន់គឺមិនធ្វើ content ណាដែលបំពុលសង្គមទៅទើបឈរជើងលើវិស័យនឹងបានយូរអង្វែងអញ្ចឹងដូចខ្ញុំបើសិនជាមានបងប្អូនក៏ចង់ចូលរៀនគាត់រៀនទៅមិនរៀនក៏អត់ទៅព្រោះខ្ញុំនៅតែធ្វើ content ចែកម្លេចបន្តទៀតអ្នកខ្លះនៅក្រៅប្រទេសគ្រាន់តែមើល page ខ្ញុំក៏គាត់អាចរកចំណូលបានដែរព្រោះខ្ញុំប្រាប់អស់ហើយប្រាប់ឲ្យលេងហ្មងចាគាត់ថាពេលដែលយើងចូលរៀនឆ្ងល់អីសួរខ្ញុំផ្ទាល់បានអញ្ចឹងទៅចាឆ្ងល់អីសួរខ្ញុំផ្ទាល់បានគ្រប់ពេលខ្ញុំ support គ្រប់ពេលមិនថាយប់មិនថាថ្ងៃទេហើយខ្ញុំមានក្រុមហ៊ុនមាន office របស់ខ្ញុំនៅប្រទេសខ្មែរដើម្បីជួយ support ទៀតចាមានក្រុមការងារចាំជួយ support ទៀតសម្រាប់សិស្សណាដែលគាត់អូតល់
មើលតាមវីដេអូអត់យល់ទេស្ដាប់ទៅអត់ច្បាស់អត់យល់ចង់ជួបផ្ទាល់ក៏ជួបផ្ទាល់បានហើយខ្ញុំអាសាទៅខ្មែរទៀត2ខែខ្ញុំទៅខ្មែរម្ដងជួបជាមួយសិស្សរបស់ខ្ញុំទៀតដែរអញ្ចឹងអានឹងសម្រាប់ខ្ញុំតែបងប្អូនដទៃទៀតក៏គាត់មានវគ្គសិក្សាមានការបរៀនមានអីចឹងដែរអញ្ចឹងយើងចាយលុយឲ្យចំគោលដៅឲ្យចំកន្លែងណាចាយលុយឲ្យចំកន្លែងចំគោលដៅហើយយើងមានទំនុកចិត្តទៅលើអ្នកណាយើងរៀនជាមួយអ្នកនឹងទៅមិនអីទេហើយមុននឹងរៀនយើងតាមដានមើលគេដែរថាគេធ្វើយូរនៅប្រហែលឆ្នាំហើយបទពិសោធន៍យ៉ាងម៉េចគេមានសកម្មភាពរាល់ថ្ងៃអត់មិនមែនគ្រាន់តែថាឡាគេធឺឬគេថាហើយតា content គេនឹងបំពល់សង្គមអត់អីអត់អញ្ចឹងណាចាយើងតាមដានមើល page គេដែរតាមដានមើលបុគ្គលអត្តចរិតរបស់គេដែរមុននឹងយើងចាយលុយទៅរៀនជាមួយអ្នកណាម្នាក់ចាមិនមែនគ្រាន់តែថាឃើញគេផ្ទុះភ្លាមល្បីភ្លាមហ្នឹងយើងគិតថាគេល្បីហើយយើងចង់ល្បីដូចគេទេព្រោះអីអាការល្បីអីអស់ហ្នឹងអាស្រ័យទៅលើពួកយើងដែរគ្រូជួយ 50% សិស្ស 50% ហើយពេលខ្លះពឹងលើសំណាងទៀតចាអញ្ចឹងនឹងគឺជាអ្វីដែលខ្ញុំចង់បញ្យល់ស្រាប់បងទាំងអស់គ្នាធម្មតាយើងយកលុយមកដាក់ទុនគេហៅថាដាក់វិនិយោគទុនលើគ្រួក្បាលតែមិនមែនវិនិយោគទុនរាប់ពាន់ដុល្លារទេចាមិនមែនរាប់ពាន់ដុល្លារទេណាអស់ហើយក្រោម4-500ចុះក្រុមអីចឹងតែកុំវិនិយោគទុនរាប់ពាន់ដុល្លារអីសម្រាប់អ្នកដែលចាប់ផ្ដើមដំបូងរាប់ពាន់ដុល្លារគឺច្រើនមែនតើនៅប្រទេសខ្មែរយើងណាគឺច្រើនខ្លាំងអាចបើកកាហ្វេបើកអីបានណាអញ្ចឹងឲ្យមុននឹងយើងវិនិយោគទុនមុននឹងយើងធ្វើអីមួយគិតឲ្យច្បាស់ណាសំណប់ចិត្តទាំងអស់គ្នាព្រោះអីនៅពេលដែលយើងដាក់ដើមទុនតែយើងមិនដាក់តាំងគោលដៅតែយើងស្គាល់ខ្លួនឯងនៅអីណាខ្ញុំបរៀនសិស្សខ្ញុំឲ្យស្គាល់ខ្លួនឯងណាឲ្យរោអូឌៀនឲ្យបានត្រូវតែដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងជាមុនសិនត្រូវតែឲ្យគាត់ធ្វើរយៈពេល3ខែហ្នឹងរកខ្លួនឯងឲ្យឃើញណាផុសវីដេអូបែបម៉េចអ្វីដែលជាចំណងចំណូលចិត្តរបស់គាត់យកមកដាក់លើប្រព័ន្ធបណ្ដាញសង្គមសិនមកហើយបើមិនជាគាត់អត់មានចំណងចំណូលចិត្តឬក៏អត់ដឹងថាគួរធ្វើម៉េចអានឹងយើងប្រាប់ពីរបៀបកាត់តសម្រាយ review reaction អីផ្សេងផ្លាអីចឹងទៅចាអានឹងគឺយើងមានហើយយើងជួយសិស្សមិនគេហៅថាគ្រូគឺចាំជួយសិស្សហើយចាសូម្បីតែគ្រូខ្ញុំការខ្ញុំរៀនណាត់ទី1គាត់កាន់បាយខ្ញុំឲ្យទៅសេណាឲ្យយើងចេះដែរចាតែគ្រូបរៀនយើងឲ្យចេះត្រឹមតាអូខេជញ្ជំនះអសអីចឹងទៅចាត្រួសត្រាយផ្លូវប៉ុន្តែផ្លូវហ្នឹងយើងដើរមិនដែរហ្នឹងជារឿងរបស់យើងចាអញ្ចឹងមុននឹងវិនិយោគទុនទៅលើអ្វីមួយគិតឲ្យបានច្បាស់លាស់សិនណាហើយគួរតែមុននឹងចំណាយទៅលើកន្លែងណាមួយគួរតែពិនិត្យមើលឲ្យបានច្បាស់សិនណាពិនិត្យមើលបទពិសោធន៍ពិនិត្យមើលលទ្ធផលចាពិនិត្យមើលពីសកម្មភាពទូទៅទាំងអស់សិនហើយខ្ញុំចង់ជំរាបជូនបងប្អូនទាំងអស់គ្នារៀនមិនរៀនជាមួយខ្ញុំក៏មិនអីដែរព្រោះខ្ញុំនៅតែបន្តធ្វើវីដេអូចែកម្លែក view តិច view ច្រើនតែវាជាក្តីសុខរបស់ខ្ញុំដោយសារតែខ្ញុំមានចំណងចំណូលចិត្តនិងស្រឡាញ់ទៅលើការចែកម្លែកហ្នឹងហើយចង់អ្នកទាំងអស់គ្នារកខ្លួនឯងឃើញនៅអញ្ចឹងមុននឹងយើងវិនិយោគទុនអ្វីមួយណាយើងគួរតែដាក់ទៅដូចសិស្សខ្ញុំគាត់វិនិយោគទុនប៉ុណ្ណឹងតែគាត់បានទៅវិញប៉ុណ្ណាព្រោះអីការបរៀនគឺ support តាំងពីមុនគ្រប់កោការនិងក្រោយគ្រប់កោការហើយគាត់អត់ចាំបាច់ភ័យរឿង VPN admin បរទេសអីគេប្រអស់ហ្នឹងទេគឺយើងមានមក set ឲ្យសិស្សកងបរទេសអីគឺយើងមានទាំងអស់ចាស់ជួយសិស្សបានសឹងតែគ្រប់យ៉ាងហើយពេលដែលគាត់រកលុយបានហើយក៏យើងនៅតែបន្តជួយមើលថែគាត់ទៀតនិងសម្រាប់សិស្សដែលគាត់ចូលរៀន special case បន្តិចទៅប៉ុន្តែអ្នកដែលគាត់អត់ចូលរៀនគាត់មើលតែ page ខ្ញុំក៏គាត់ទទួលបានចំណេះដឹងដែរព្រោះអីខ្ញុំគឺនៅតែបន្តចែកម្លែកចឹងចាមិនមែនផ្ដោតតែលើតែវគ្គសិក្សាទេរៀនមិនរៀនក៏អត់ទៅព្រោះអាស្រ័យទៅលើការពិចារណានិងការគិតរបស់អ្នកទាំងអស់គ្នា